រឿងហេតុមួយនេះបានកើតឡើងនៅក្នុងអំឡុងពេលដែលគាត់មានអាយុប្រហែលជា9ឆ្នាំពេលដែលគាត់អាយុ9ឆ្នាំហ្នឹងពេលនោះគឺគាត់កំពុងតែស្ថិតនៅក្នុងថ្នាក់ទី3ជាទម្លាប់ក្នុងអំឡុងពេលវ៉ាកងធំគឺគាត់និងបងប្អូនដទៃទៀតគឺតែងតែទៅលេងផ្ទះលោកតាលោកយាយរបស់គាត់ខាងម្ដាយរបស់គាត់ណាជាឪពុកម្ដាយរបស់ម្ដាយគាត់អញ្ចឹងត្រូវជាលោកតាលោកយាយខាងម្ដាយនៅទីតាំងឯខេត្តតាកែវទៅម្ដងគឺយូរខ្លាំងមែនទែនអញ្ចឹងពេលវ៉ាកងធំគឺកាន់ខែអញ្ចឹងគាត់ទៅលេងមួយខែអញ្ចឹងទៅឬក៏2ខែអញ្ចឹងទៅគៀកដល់ថ្ងៃចូលរៀនវិញទៅបានគាត់ឡើងមកទីក្រុងភ្នំពេញដើម្បីរៀនបន្តនៅក្នុងឆ្នាំនោះដូចសពដងអញ្ចឹងគឺជាពេលវេលាវ៉ាកងធំដែលគៀកជាមួយនឹងពិធីបុណ្យភ្ជុំបិណ្ឌគាត់បានរៀបចំសម្លៀកបំពាក់ភ្ជាប់ជាមួយទឹកចិត្តមួយដែលបានទៅលេងលោកតាលោកយាយទៀតដែរព្រោះនៅពេលដែលទៅអាសាទៅលេងហើយធំដឹងក្តីនៅក្នុងផងចាប់ផ្ដើមមានបនមានភឿនមានមិត្តភ័ក្តិដែលអាយុសបាគ្នានឹងគឺលេងឃ្លីលេងដីលេងអីជុំគ្នានឹងឯងអញ្ចឹងគាត់បានទៅជួបមិត្តភ័ក្តិរបស់គាត់ហើយជីវិតបែបផែនជនបទបែបផែនអ្នកខេត្តគឺសប្បាយជាងអ្នកក្រុងគួរតែនិយាយថាចេះវាមានរសជាតិផ្សេងមួយទៀតគាត់សប្បាយចិត្តខ្លាំងមែនទែនគាត់បានឡើងឡានហើយឪពុកម្ដាយរបស់គាត់ក៏បានជូនគាត់ទម្លាក់នៅឯផ្ទះលោកតាលោកយាយបើយើងមើលពីស្ថានភាពផ្ទះលោកតាលោកយាយវិញផ្ទះលោកតាលោកយាយគឺជាប្រភេទផ្ទះឈើខាងលើថ្មខាងក្រោមហើយនៅចំកណ្ដាលផ្ទះគឺមានសសរកន្លោងមួយហើយសសរហ្នឹងគឺមានធ្នើមួយដែលនៅលើធ្នើហ្នឹងគាត់ដាក់ប៉ាន់តែជាគៀងប្រេងកាតហើយនឹងអាគុយអញ្ចឹងជំនាន់ជាគៀងប្រេងកាតប៉ាន់តែហើយអាគុយយើងអាចសន្មតថាមិនតិចជាង15ឆ្នាំទេវាអាចចូលល្បាក់20ឆ្នាំមុនហើយគាត់ទៅដល់ភ្លាមគឺគាត់សប្បាយចិត្តខ្លាំងមែនទែនមិត្តភ័ក្តិរបស់គាត់នៅក្នុងភូមិគឺមកទទួលគាត់មកទៀតណាសប្បាយណាស់ពួកគាត់ចាប់ផ្ដើមរៀបគម្រោងលេងអីសប្បាយខ្លាំងមែនទែនគាត់ដាក់អីវ៉ាន់មិនទាន់ទេរត់ទៅលេងជាមួយក្មេងៗហើយរហូតដល់ល្ងាចឡើងអ្នកផ្ទះរបស់គាត់ញ៉ាំអាហារល្ងាចម៉ោង6ល្ងាចញ៉ាំរួចហើយក្មេងៗត្រូវជួយគ្នាប្រមូលចានឆ្នាំងហ្នឹងទៅលាងជុំគ្នាបន្ទាប់ពីលាងជុំគ្នាហើយពួកគាត់ឡើងទៅខាងលើផ្ទះដើម្បីមើលទូគេងលេងលាក់រហូតដល់ម៉ោងចូលគេងគឺពួកគាត់ចូលគេងទាំងអស់ពេលដែលមានក្មេងៗមកជុំគ្នាគេងលេងអញ្ចឹងលោកតាគាត់អត់សម្រាននៅក្នុងផ្ទះទេគាត់ទុកក្រែគាត់ទុកទីធ្លាឲ្យចៅគាត់កូនក្មួយគាត់ហ្នឹងអាគេងសម្រាប់លោកតាគឺគាត់សម្រាននៅក្រែខាងក្រៅនៅកន្លែងវេរ៉ង់ដាខាងក្រៅក្រោយគាត់រៀបចំមុងរួចហើយលោកតាក៏គាត់បានដកខ្សែភ្លើងដែលតទៅជាមួយអាគុយនឹងដើម្បីពលភ្លើងដោយបញ្ឆេះចង្កៀងប្រេងកាតឲ្យមានពន្លឺផ្លុងនៅក្នុងផ្ទះខែងលោមានណាគេចង់បត់ដៃបត់ជើងអីអញ្ចឹងណាឬក៏ចង់ញ៉ាំទឹកអីអញ្ចឹងទៅកុំឲ្យដើរបុកអីវ៉ាន់យ៉ាងហោចណាស់ក៏មានពន្លឺខ្លះដែរពួកគាត់បានចូលសម្រាកគេងលងលក់ក្នុងសុបិនអស់ហើយព្រោះថាលេងហត់ខ្លាំងមែនទែនកំពុងតែគេងម៉ោងប្រហែលជា1យប់ម្ចាស់សាច់រឿងក៏បានក្រោកឡើងដោយសារតែគាត់ចង់បត់ជើងតូចប្រហែលជាគាត់ញ៉ាំទឹកច្រើនពេកមុនចូលគេងគាត់ឈឺបត់ជើងតូចគាត់ក៏លេចមើលម៉ោងដឹងថាម៉ោង1គាត់ជាក្មេងម្នាក់ដែលខ្លាចខ្មោចដូចគ្នាអញ្ចឹងក្នុងករណីហ្នឹងគាត់អត់ទាន់ហ៊ានចុះទៅម្នាក់ឯងទេគាត់ព្យាយាមរបៀបកេះគេឲ្យភ្ញាក់ណារបៀបរុញណាចាំមើលណាគេភ្ញាក់អត់ប៉ុន្តែជាសកម្មភាពមិនមានអ្នកណាបង្ហាញពីសេចក្តីភ្ញាក់របស់គាត់ទេតែម្នាក់នៅតែបន្តគេងដោយសារតែគាត់ទប់នោមលែងចង់បានហើយគាត់ក៏គ្មានជំរើសគាត់ក៏បើកទ្វារហើយចុះទៅបត់ជើងតូចហើយបង្គន់គឺនៅខាងជាន់ផ្ទាល់ដីហើយនៅខាងក្រោយផ្ទះខ្ញុំជឿថាបងប្អូនទាំងអស់គ្នាស្ដាប់រឿងច្រើនមែនទែនហើយគឺមានសភាពប្រហែលគ្នានឹងឯងលុះគាត់ចុះមកដល់ខាងក្រោមផ្ទះគាត់បានក្រឡេកមើលឆ្វេងក៏លេចមើលស្ដាំជាអារម្មណ៍មួយដែលខ្លាចអារបៀបអឺតមើលសិនតិចមានខ្មោចទៅគាត់ឃើញសភាពការដូចយើងស្ងប់ស្ងាត់ហើយគាត់ក៏ដើរលបពួកគាត់ខ្លាចលោកតារបស់គាត់ភ្ញាក់ដែរគាត់ដើរតម្រង់ទៅប្រគុណគាត់មានអារម្មណ៍ថាព្រឺសម្បុរហើយគាត់ចាប់ផ្ដើមព្រឺសម្បុរហើយមិនដឹងថាព្រឺនឹងដោយសារតែគាត់ខ្លាចឬកន្លែងនឹងមានខ្មោចពិតប្រាកដអត់ដឹងទេតែគាត់មានអារម្មណ៍ថាព្រឺសម្បុរហើយគាត់លបដើរតិចដោយប្រកាន់កប្បកិរិយាមួយដែលមើលឆ្វេងមើលស្ដាំរហូតដល់បន្ទប់ទឹកគាត់ចាប់ផ្ដើមប្រតិបត្តិការរបស់គាត់នៅក្នុងអំឡុងពេលនោះស្រាប់តែមានខ្យល់ត្រជាក់មែនទែនបក់មកពីក្រោយខ្នងគាត់មួយទំហឹងដែលធ្វើឲ្យគាត់ព្រឺឆ្អឹងខ្នងតែម្ដងនៅពេលដែលខ្យល់មួយនឹងបានបក់មកដល់គាត់នេះស្រាប់តែគាត់មានអារម្មណ៍ថា
មានមនុស្សកំពុងតែឈោមមើលគាត់ពីក្រោយខ្នងរបស់គាត់ទទួលបានអារម្មណ៍នឹងភ្លាមគាត់ក៏ងាកភ្លាមណាអារបៀបថាគ្រាន់តែដឹងថាមានគេមើលហើយគាត់ប្រតិកម្មរបស់គាត់គឺប្រតិកម្មរហ័សងាកទៅមើលភ្លាមពេលនោះស្រាប់តែគាត់ឃើញស្រមោលខ្មៅមៀតធំខ្លាំងមែនទែនជាមនុស្សប្រុសខ្មៅក្រឹបលោតចុះពីលើដើមស្វាយនៅក្នុងបរិវេណផ្ទះរបស់គាត់ហើយដើរលឿនមែនទែនសម្ដៅមកគាត់របៀបដើរជប់មហោគាត់ណាគាត់ឃើញបែបហ្នឹងគាត់ចាប់ផ្ដើមទៅថាគួរតែនិយាយថាគាត់អត់ទាន់បានបត់ជើងផងណាមកត្រឹមប្រតិបត្តិការរបស់គាត់នេះទុំតាបញ្ចេញបានមកបន្តិចស្រាប់តែមានអារម្មណ៍នឹងកលេចទៅឃើញមនុស្សលោតចុះមកពីដើមស្វាយអត់មានឃើញមុខអត់មានឃើញអីតែដឹងតែជាមនុស្សប្រុសកំពុងតែដើរសម្ដៅមកគាត់នេះគាត់ដាច់នោមឲ្យគាត់រត់ឡើងលើផ្ទះភ័យខ្លាំងមែនទែនគាត់ឡើងដល់កាំចរាផ្ទះគាត់អឺតមកវិញចង់ដឹងថាមានមនុស្សមែនអត់ខ្មោចឬក៏មនុស្សគាត់អឺតមើលហើយតែអ្វីក៏មិនមានដែរស្ងាត់ឡើងជ្រាបហាក់ដូចជាស្រមោលលំបាញ់មិញហ្នឹងដែលលោតចុះពីលើដើមស្វាយមិញហ្នឹងបាត់ឈឹងតែម្ដងគាត់គិតក្នុងចិត្តមួយដែលថាចេះទេមិញអារម្មណ៍ខ្លួនឯងប្រឡាចខ្លួនឯងឬក៏គាត់ស្វាងភ្នែកគាត់ចាប់ផ្ដើមមានចម្ងល់ណាអត់ដឹងស្អីទេត្រឹមតែប៉ុណ្្នឹងអាតម្រង់នោមរបស់គាត់វាកាន់តែឈឺឯងព្រោះមុនហ្នឹងគាត់បានបត់ជើងផងហ្នឹងអញ្ចឹងគាត់ក៏សម្រេចចិត្តថាឥឡូវទៅនោមម្ដងទៀតណាគាត់ក៏ដើរទៅលោបដដែលអត់មានឃើញស្រមោលអ្វីទាំងអស់គ្រាន់តែដើរដល់ក្រោយកន្លែងបន្ទប់ទាំងហ្នឹងកំពុងតែរៀបបត់ជើងតូចស្រាប់តែគាត់បែរមកក្រោយគឺគាត់ឃើញស្រមោលមួយនឹងដដែលសកម្មភាពដដែលហក់ចុះពីលើដើមស្វាយតម្រង់មកហៅគាត់តែម្ដងដងនេះគាត់ថាអញ្ចេះដងមុនខែងលូគាត់នៅអាលីវប៉ុន្តែដងនេះគឺច្បាស់មែនតើព្រោះគាត់ស្វាងចេះឲ្យព្រោះភ័យសល់តាំងពីដងមុនគឺគាត់ច្បាស់គាត់ឃើញមិនមែនស្រវាំងភ្នែកនោះទេគឺជាស្រមោលខ្មៅពិតប្រាកដមែនហក់ចុះពីលើដើមស្វាយទម្រង់ជាមនុស្សមើលមិនឃើញទេមៀតធំខ្មៅក្រឹបតម្រង់មករកគាត់គ្មានបានបត់ជើងអ្វីទាំងអស់គឺស្ទុះរត់ឡើងទៅលើផ្ទះវិញគ្រាន់តែដល់លើផ្ទះគាត់អឺតមើលមកក្រោមម្ដងទៀតស្រមោលនោះគឺមិនឃើញទាល់តែសោះទាំងភ័យផងទាំងខ្លាចផងទាំងឈឺបត់ជើងផងជាលទ្ធផលគឺគាត់បានបញ្ចេញដាក់ថោគាត់ជោគតែម្ដងគាត់បានដើរចូលតម្រង់ទៅក្នុងផ្ទះដោយសារតែផ្ទះរបស់គាត់វាមានទ្វារឈើអញ្ចឹងហើយនៅពេលដែលបើកទៅវាលឺអាសំឡេងដៃទ្វារឈើឬកាអញ្ចឹងទៅធ្វើឲ្យលោកតាគាត់ភ្ញាក់ដឹងខ្លួនលោកតាឃើញភ្ញាក់មកទៅថាឃើញចៅរបស់ខ្លួនឯងមាននោមដាក់ខោគាត់ក៏សួររឿងហៅថាមានរឿងអីគាត់ក៏បានប្រាប់លោកតាថាចេះលោកតាអើយខ្ញុំបានឃើញស្រមោលមួយហក់ចុះពីដើមស្វាយមករកខ្ញុំភ័យពេកខ្ញុំហៀកនោមដាក់ខោបដ ாய் ទៅលោកតាស្ដាប់បានហើយគាត់ថាចេះតើគេងបញ្ញាប់ចូលគេងវិញស្អែកព្រឹកឡើងនៅពេលដែលគាត់ដេញដោសួរលោកតាបានប្រាប់គាត់ថាចេះប្រហែលជាម្ចាស់ទឹកម្ចាស់ដីហើយលេងជាមួយចៅឯងហើយនេះគឺជាសកម្មភាពឬក៏ជារឿងរ៉ាវទាំងអស់ដែលគាត់បានជួបប្រទះនៅក្នុងដីលោកតារបស់គាត់តើបងប្អូនយល់យ៉ាងណាដែរសម្រាប់ខ្ញុំវាពិបាកនៅក្នុងការថាតែខ្ញុំច្បាស់អ្វីដែលខ្ញុំអាចច្បាស់បានគឺមិនមែនជាមនុស្សទេប្រកាសជាវិញ្ញាណគ្រាន់តែទាស់ថាតើវិញ្ញាណនោះជារបស់អ្នកណាតែប៉ុណ្្នឹងឯងតើលោកតារបស់គាត់ខែលោកគាត់អ្នកចាស់សល់ពីសង្គមរាស្ត្រនិយមសល់ពីជំនាន់ពលពតអីចឹងភាគច្រើនចាស់គាត់តែងតែចេះអញ្ចឹងលោកតារបស់គាត់អាចចេះដល់កម្រិតមួយដែលគួរតែនិយាយថាចិញ្ចឹមសេនាការពារផ្ទះដោយដាក់នៅដើមឈើហ្នឹងឬក៏ដើមឈើហ្នឹងមានតាំងពីដើមហើយក៏យើងអត់ដឹងដែរតែអ្វីដែលខ្ញុំអាចបញ្ជាក់បានគឺគាត់ជួបហ្នឹងគឺជួបរបស់ពិតហើយស្ដាប់មើលមកប្រហែលជាធម្មតាដោយសារតែគ្រាន់តែសមោលហក់ចុះពីលើដើមឈើហើយរត់មកគាត់នឹងមានអីខ្លាចអត់ខ្លាចយ៉ាងម៉េចបងប្អូនអាយុ9ឆ្នាំសាកវិលពេលវេលាទាំងអស់គ្នាទៅអាយុ9ឆ្នាំវិញហើយជាក្មេងម្នាក់ដែលខ្លាចខ្មោចបើឃើញអញ្ចឹងមិនបាច់ចាំបង្ហាញមុខស្រស់ទេឃើញតែប៉ុណ្្នឹងអ្នកណាក៏លេចនោមដាក់ខោដែរអញ្ចឹងខ្ញុំសង្ឃឹមថាសាច់រឿងទាំង3នេះអាចបំរើអារម្មណ៍ដល់បងប្អូនទាំងអស់គ្នាបានហើយសង្ឃឹមថាបងប្អូនទាំងអស់គ្នាជក់ចិត្តហើយនឹងចាប់អារម្មណ៍ហើយអាចឃើញទស្សនវិជ្ជាទាំងឡាយដែលបានកើតឡើងចំពោះម្ចាស់សាច់រឿងទាំងអស់អរគុណមែនទែនសម្រាប់ការគាំទ្រអរគុណមែនទែនសម្រាប់ការបរិច្ចាគថវិការបស់បងប្អូនមកតាមរយៈ QR មកកាន់កម្មវិធីជាអ្វីខ្ញុំសូមលើកម្រាមដៃ10ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅពីការស្រឡាញ់ពីការរាប់អានរបស់បងប្អូនទាំងអស់គ្នាស្ដាប់មកគឺមានរយៈពេលខ្លីណាស់ត្រូវឯបងប្អូនសាច់រឿងទាំងអស់ដោយសារតែនៅពេលនេះខ្ញុំមិនមែននៅក្នុងស្រុកខ្មែរអញ្ចឹងហើយវាមានការងារត្រូវធ្វើច្រើននៅឯសហរដ្ឋដែលខ្ញុំត្រូវចំណាយពេលជាមួយក្រុមគ្រួសាររបស់ខ្ញុំលក្ខ
ដូច្នេះហើយដែលខ្ញុំឆ្លៀតពេលមែនទែនឆ្លៀតខ្លាំងមែនទែនក្នុងការ record សំឡេងក្នុងការនិយាយសាច់រឿងរបស់ប្រិយមិត្តជូនទៅបងប្អូនទាំងអស់គ្នាហើយបើសិនជាបងប្អូនជាប្រិយមិត្តថ្មីសូមកុំភ្លេចមេត្តាចុច subscribe ហើយដាក់សញ្ញាកណ្ដឹងផងសម្រាប់រាល់វីដេអូរបស់កម្មវិធីជាអ្វីខ្ញុំស្នើសុំមេដៃទាំងអស់គ្នាជួយចុច like ទាំងអស់គ្នាផងវាជាកម្លាំងចិត្តមួយទៀតជូនមកដល់ខ្ញុំហើយត្បិតថាពួកខ្ញុំមិននៅក្នុងស្រុកក៏ដោយតែនំប៉័ងហោះនៅតែបន្តលក់ទេដូច្នេះហើយបើសិនជាបងប្អូនចង់គាំទ្រកម្មវិធីជាអ្វីតាមវិធីមួយទៀតឲ្យបានឆ្ងាញ់ឲ្យបានឆ្អែតញ៉ាំរបស់ដែលល្អដែលមានគុណភាពសូម្បីតែពួកខ្ញុំក៏ញ៉ាំរាល់ថ្ងៃនោះដែរគឺជានំប៉័ងប៉ាតេដែលមានឈ្មោះថានំប៉័ងហោះបងប្អូនអាចស្វែងរកបាននៅក្នុង Facebook Page នំប៉័ងហោះត្រឹមចំណុចនេះខ្ញុំសូមជូនពរទៅបងប្អូនទាំងអស់គ្នាទៅទីចិត្តទីឆ្ងាយមិនថាទៅកន្លែងណាជួបអ្នកណាមានតែអ្នកស្រឡាញ់រាប់អានឲ្យសម្ដីរបស់បងប្អូនជាមុនគាថាដ៏ផ្អែមទុនតិចឲ្យអ្នកណាស្ដាប់ហើយក៏ត្រូវតែឯកភាពជាមួយនឹងបងប្អូនដែរសូមឲ្យការងាររបស់បងប្អូនមិនថាតូចមិនថាធំមិនថាប្រស្រ័យជាមួយអ្នកណាសូមជាការងារជោគជ័យសូមកុំភ្លេចឲ្យសោះស្រឡាញ់បុណ្យស្រឡាញ់ទានស្រឡាញ់អំពើល្អហើយនឹងខ្លាចបាបសូមបងប្អូនបន្តធ្វើបុណ្យហើយកុំភ្លេចឲ្យសោះចែករំលែកបុណ្យទាំងអស់នោះដល់អមនុស្សដល់ជីដូនជីតាដល់ទេវតាគ្រប់ជាន់ថ្នាក់ដល់បារមីដែលថែរក្សាមហានគរដល់បារមីទាំងឡាយដែលថែរក្សាបងប្អូននោះបងប្អូនទៅទីកន្លែងណាក៏សុខដូចគ្នាដែរពីខ្ញុំបាទវិទូសូមអរគុណនិងសូមជម្រាបលាយើងជួបគ្នានៅអេពីសូតក្រោយ